ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស៊ុបមីកាទៀវមួយឈុតចាដែលភ្ញៀវរបស់យើងគាត់បានកំងឥឡូវហ្នឹងគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាគាត់ថាហាងប្លែកបន្តិចភាគច្រើនយើងប្រើស្លាបកោងបែបហ្នឹងយើងប្រើជាមួយតបូដេតែលើកនេះភ្ញៀវរបស់យើងគាត់ប្រើជាមួយនឹងតបូសង្កសីវិញចាមានអីស្អាតប្លែកម្យ៉ាងរបស់គាត់ដែរចាអានេះរូបភាពរបស់យើងគឺបិទជូនគាត់4សន្លឹកដូចដែលខ្ញុំបានបង្ហាញអញ្ចឹងនៅលើផ្ទាំងធំបាំងកង់នេះមួយសន្លឹកនៅខាងលើ3សន្លឹកចាហើយខាងមុខនេះដែរក៏យើងមានកាងមានអីដាក់ធុងតកកដូចតែយើងហត់ដងអញ្ចឹងចាហើយខាងមុខនេះយើងអាចដាក់កំប៉ុងគ្រឿងដាក់អីផ្សេងបានទូកញ្ចក់គឺជាប្រភេទទូ2ថ្នាក់3ប្រឡោះបែបហ្នឹងអានេះយើងថតពីខាងក្នុងទៅថ្នាក់វាយើងបញ្ឆិតបែបហ្នឹងបន្តិចចាព្រោះដោយសារពេលយើងដាក់តាំងសាច់តាំងបន្លែទៅឃើញស្អាតអញ្ចឹងណាខាងលើក៏យើងមានតនើមានអីដាក់អីបានដូចតែយើងរត់ដងអញ្ចឹងចាហើយក្នុងអតែនេះដែរគឺភ្ញៀវគាត់លក់តែស៊ុបហើយនឹងកាទៀវខគោអីទេអញ្ចឹងក៏គាត់ចោះឆ្នាំងស៊ុបធំពីរបែបហ្នឹងតែម្ដងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទអតេះកំងដូចគាត់ឬក៏លក្ខណៈប្រភេទអតេះកំងអីផ្សេងហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈเพจនេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើเพจមេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ